mà sân mình có để dây lâu la kháng phịch luôn ngay nè có chọt chành có prap tha có chành hãy có ọt từ chết prom đàn tệ vì pruh có khát xiêm về vậy có từ pre về hia từ ấy ọt hiền từ để bán sẽ cái đây là lộ hôn sáng từ lọc cào dây xuống đắp rốt cái chánh bị đồng bón prom đàn hơi ọt từ bắn tì miên chay ọt từ pre về hia rứ có cổng rứ có khai bồ sát tệ ọt tệ chẳngព្រះវិហារក៏អត់ទៅបន្ទាយមានជ័យបាត់ដំបងជាប់ព្រំដែនបៃលិនពោធិ៍សាត់កោះកុងលោកហ៊ុនសែនអត់ទៅទេប្រងទៅដល់នឹងតែឥឡូវនេះនិយាយទៅមើលទៅអត់ស្រួលខ្លាចគេវាយប៉ោងខោអត់ទៅទេដកថយលឿនមកសៀមរាបហើយក៏ត្រូវនៅឆ្ងាយបន្តិចអត់ទៅចិត្តទេតែទៅចិត្តអាចវាវាយគ្នាគាត់ទៅភូមិរងចាំផ្ទះ3000គាត់អត់ហ៊ានស្លៀកពាក់តែហ៊ានទៅទេប៉ុន្តែមាត់គាត់ដំបងគាត់យកដំឡូងមកស៊ីតែជក់ខ្យល់គាត់តែងត្រាវមកស៊ីត្រូវបណ្ដោយបានជាថ្ងៃនេះឡើងញ័រមាត់ចាញ់បដិសេធផ្ទាល់ខ្លួនឯងតម្រងញ័រមាត់ហើយការផ្សព្វផ្សាយដែលគាត់ទៅសួរសុខទុក្ខប្រជាជនគាត់ចាក់គាត់ឲ្យតូកអីហ្នឹងផ្សាយអាคลิปត្រង់គាត់បដិសេធហ្នឹងនេះឲ្យរៀនសង្កេតមើលឲ្យយល់អូខេអាហ្នឹងចឹងអញ្ចឹង HIJ ចោះចាញ់មុនចរចាណាកូនណាចោះចាញ់ហើយគ្រាន់តែមិនប្រកាសប៉ុន្តែចោះចាញ់ទៅហើយសម្ដីចុងក្រោយថ្ងៃមិញហ្នឹងប្រាប់ឲ្យថាចាញ់អត់មានច្បាំងបានទេហើយបន្ទោសថាដែលច្បាំងហ្នឹងគឺញុះញង់ដោយពួកខាងក្រៅណាអាហ្នឹងអញ្ចឹងបិនសារ៉េតព្រោះទំពេកហើយអត់ប្រសិនទេព្រោះតែខ្លាចទៅរត់ចោលស្រុកចៅចង់និយាយពីខ្ញុំរត់ចោលស្រុកអត់ចង់ធ្វើសัตว์ដេរឆានដូចចៅហើយការរត់នោះរត់ដោយតស៊ូទៀតបើប្រៀបធៀបនឹងខ្ញុំរត់ខ្ញុំមានស្នាដៃតស៊ូជីវិតខ្លួនឯងជាងលោកហ៊ុនសែនទៅទៀតដែលជាអ្នកជន់ក្បាលចៅរាល់ថ្ងៃតាកាលរត់ចេញពីស្រុកខ្មែរមកថៃអត់ធ្វើសัตว์ដេរឆានដូចចៅនេះគឺជាភាពខុសគ្នាណាចៅសម្លាញ់ហើយដល់ពេលចេញពីថៃឡង់ចេញពីហ្វីលីពីនចេញពីសិង្ហបុរីចេញតាមយន្តហោះអញ្ចឹងហើយបានជាជីវិតតាហ្នឹងមិននៅក្រោមបាតជើងធ្វើជាសัตว์ដេរឆានដូចចៅដូច្នេះហើយចៅថារត់ចោលស្រុកអីចៅនៅធ្វើសัตว์ដេរឆានក្រោមបាតជើងជិះជាន់ជារឿងរបស់ចៅតាអត់មានថាអីទេអូខេចៅកពូចកើតមកធ្វើសัตว์ដេរឆានក្រោមបាតជើងគេក៏នៅតែយល់ថាខ្លួនថ្លៃធ្នូដែរអញ្ចឹងអត់អីទេ no problem ណាបិនសារ៉េត6325រស់ជាសត្វដេរឆានហើយនឹងតស៊ូដើម្បីសេរីភាពតាយល់ឃើញថាតស៊ូដើម្បីសេរីភាពមានខ្លឹមសារជាងធ្វើសត្វដេរឆានដែលឲ្យគេជន់ក្បាលជិត50ឆ្នាំហើយអូខេអញ្ចឹងអត់មានប្រសិនបើទេណាកូនណាអូខេ
លោកតាដីខ្មែរថៃឆ្លៀនពៀនយកទៅហេតុអ្វីបានត្រូវចរចាដើម្បីបានដីមកវិញចៅសំឡាញ់សៀមវាអត់មានអង្វរឲ្យលោកហ៊ុនសែនហ៊ុនម៉ាណែតទៅចរចាទេវាកាន់កាប់ដីហ្នឹងពី40ទៅ50កន្លែងវាអត់មានចង់ចរចាទេសមុទ្រក៏វាអត់ចង់ចរចាដែរវាអត់មានអង្វរឲ្យហ៊ុនម៉ាណែតឬហ៊ុនសែនទៅចរចាទេយើងអ្នកចាញ់ទៅចរចាមិនវាចរចាទេណាអានឹងអញ្ចឹងនឹងអញ្ចឹងណាកូនណានឹងអញ្ចឹងវាអត់មានមកចរចាជាមួយទេដូចយួនអញ្ចឹងវាអត់មានចរចាទេវាយកទៅវាអត់មានចរចាទេណាយល់យ៉ាងណាចំណាត់ការក្រសួងសុខាភិបាលនិងអប់រំយកទៅដំឡើងការពារជាតិនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិយាយថាអត់កាត់ទេអញ្ចឹងអត់មានយល់យ៉ាងណាទេពីព្រោះរាជការជាអ្នកសម្រេចអត់មានយល់យ៉ាងណាទេគ្មានយល់ទេគេចង់យកទៅទិញមាសពេជ្រពាក់ក៏បានដែរពីព្រោះចៅអត់មានសិទ្ធអីទៅតវ៉ាទេវណ្ដាគុលបើប្រឡងបាក់ដប់ឆ្លើយហើយថាអត់មានអនាគតទេស្រេចលើចៅអត់ហាមទេរៀនចុះប៉ិនទាត់ខ្យល់គ្មានបាយគ្រប់ស៊ីទេស្រីអត់ស្រឡាញ់ជីវិតអត់រងរឿងខ្ញុំបានចូលប្រឡូកក្នុងវិស័យឆ្លើយហើយណាកូនណាកុំរំខានទៀតបើសិនជាចេះតែបន្តឃើញច្រើនទៀតនឹងដេញចាញ់ណានឹងដេញចាញ់សរសេរច្រើនដដែលនាំលំបាកឃើញវីដេអូជជែកគ្នារឿងលុយអំណោយ1លានរៀលគ្រួសារភាសាតើរូបភាពនេះពេលណាទៅផ្លាស់ប្ដូរឲ្យគ្នាតម្រង់ជួរដូចសត្វនេះអត់ដឹងទេអានឹងរឿងគេចែកអំណោយអត់ដឹងឆ្លើយអត់កើតអូខេជាពុទ្ធិភូមិន្ទតើសៀមមានដើមកំណើតពីណាកងសៀមវាជាជនជាតិដែលចុះពីខាងជើងមកវាចុះពីខាងជើងមករស់នៅលើទឹកដីបច្ចុប្បន្នដែលឥឡូវនេះវាអះអាងថាវាមិនបានចុះពីខាងជើងមកទេគឺវារស់នៅយូរហើយដូចខ្មែរនៅក្នុងទឹកដីបច្ចុប្បន្នអាហ្នឹងចឹងណាលោកតាចុះបើរៀននឹងដកពិសោធន៍ពីវាតើមានផលវិជ្ជមានដែរឬទេបើរៀនបរិញ្ញាបត្រយ៉ាងតិច2ឆ្នាំខាងហិរញ្ញវត្ថុនិងវិនិយោគហើយដកពិសោធន៍នឹងវាដោយអត់ប្រើលុយខ្លួនឯងធ្វើការឲ្យគេអានឹងអាចបានតែបើធ្វើការឲ្យគេក្នុងនាមធ្វើជាអ្នកបោកឲ្យគេអត់ចេះអានឹងថ្ងៃក្រោយទៅនៅតែអត់ចេះពីព្រោះ trading នៅប្រទេសកម្ពុជាភាគច្រើនគឺពណ៌ប្រផេះវាអត់មានពណ៌សទេអត់មាន broker ណាមួយនៅប្រទេសកម្ពុជានឹងវាចាញ់មុខចំតួដែលក្រសួងហិរញ្ញវត្ថុនិងធនាគារជាតិកម្ពុជាទទួលស្គាល់ថាវាពេញសិទ្ធិក្នុងការធ្វើអស់ហ្នឹងទេសូម្បីតែទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជាក៏ស្ងាត់ដែរអត់មានទេណាអ្នកដែលអាភ្លើសួរនឹងគឺចៅជឿថាលុយរកបានលឿនអត់មានទេលុយវាមិនដែលរកបានលឿនទេលុយតលតែខំប្រឹងបានរកបានវាអត់មានរកបានលឿនទេណាបាទអាហ្នឹងអញ្ចឹងលោកតាចុះអូខេឆ្លើយហើយណាបើមើលតាមប្រវត្តិសាស្ត្រយើងរស់នៅក្រោមនយោបាយបកកុម្មុយនីសវៀតណាមយូរណាស់មកហើយបាទតើប៉ុលពតទទួលបានការគ្រប់គ្រងពីបកកុម្មុយនីសវៀតណាមទេប៉ុលពតរស់
បានឈ្នះសង្គ្រាមឡើងកាន់អំណាចនៅថ្ងៃទី17ខែមេសាឆ្នាំ1975ដោយសារយួនគ្រប់គ្រងហើយគិតឃើញថាអាចបដិសេធយួនបានក៏កើតចម្បាំងនឹងគ្នាអូខេសួស្តីគុណនេះខ្ញុំចង់ដឹងថាតើលោកតាយល់យ៉ាងណាចំពោះវិស័យអប់រំនៅស្រុកខ្មែរវិស័យអប់រំនៅស្រុកខ្មែរមានគុណភាពទាបសិស្សប្រឡងបាក់ឌុបជាប់ហើយអត់ចេះចំណេះស្មើនឹងបញ្ចប់វិទ្យាល័យនៅស្រុកយួនឬសិង្ហបុរីទេអូខេភិបុលសង្គ្រាមជាអ្នកហ្វាស៊ីសឬយ៉ាងណាហើយពាក់ព័ន្ធនឹងពួកអិសរាជទេកិនភិបុលសង្គ្រាមគឺជាមេដឹកនាំថៃមិនមែនជាហ្វាស៊ីសទេគាត់រាប់អានតាក់ទងសហការជាមួយនឹងពួកជប៉ុនតែគាត់មិនមែនហ្វាស៊ីសទេហើយគាត់ជួយសម្រួលឲ្យមានការបង្កើតខ្មែរអិសរាជដោយគាត់សហការជាមួយនឹងអង្គការយួនតាំងពីឆ្នាំ37 38មកអូខេលោកតាអាយុច្រើនប៉ុន្តែមានការចងចាំរៀនរឿងថ្មីបានល្អនៅស្រុកអាមេរិកអាយុ70ឆ្នាំជាងគេមានសុខភាពល្អជាងតាឆ្ងាយណាស់ហើយការចងចាំនិងចេះដឹងរបស់មនុស្សនៅអាមេរិកចាស់ហើយហ្នឹងគេមានល្អជាងតាទៀតលោកតាអាចឆ្លើយសំណួរចៅបានឬទេក្មេងឥឡូវកំពុងវក់វិស័យ e-sport បើវិស័យ sport រីកចម្រើននៅខ្មែរតើប៉ះពាល់វិស័យអប់រំសិក្សាឬទេកីឡាបើជាកីឡាហើយក្មេងអនុវត្តកីឡាលេងកីឡាវាខុសគ្នាពី game ដែលជាអំពើអាចបាត់បង់លុយកាក់ខូចមួយទៀតតែបើជាកីឡាវាអត់ប៉ះពាល់ការសិក្សាទេតែបើវាជា game យកនាមជាកីឡាមានភ្នាល់មានអីអាហ្នឹងវាខូចយុវវ័យហ្នឹងវាបាត់បង់លុយកាក់ខូចខ្លួនយល់ទេអាហ្នឹងចឹងអាហ្នឹងគឺជាលក្ខណៈដែលនេះតែបើវាជាការលេងកីឡាអត់អីទេក្នុងចំណោមក្រសួងនៅកម្ពុជាក្រសួងអប់រំចំណាយច្រើនជាងគេតែមើលតាមស្ថានភាពជាក់ស្ដែងវិស័យអប់រំចុះខ្សោយជាងចំនួនខ្ញុំរៀនទៀតអរគុណចំពោះព័ត៌មានបើវាយគ្នាលើកទី3តើលោកតាមានវិធីសាស្ត្រទប់កុំឲ្យថៃវាយចូលបន្តទៀតទេណាងតាមិនមែនកាន់តបហើយក៏មិនមែនជាមេដឹកនាំដូច្នេះតាមិនអាចទៅច្បាំងកើតទេហេតុអ្វីបានជាពុទ្ធប្រវត្តិពោពេញដោយរឿងអភិនិហាបញ្ញានៅក្នុងសាសនាទេវកថាតែងនិយាយពាក្យដ៏អស្ចារ្យដែលមនុស្សយើងអត់ដែលជួបនេះគឺជារឿងធម្មតាលោកតាហេតុអ្វីគេមិនសម្លាប់ប៉ុលពតចៅសួរនេះព្រោះចៅអត់បានដឹងរឿងខ្មែរក្រហមទេអញ្ចឹងរកសៀវភៅអាន e-sport ក្មេងកំពុងតែវក់នេះរួមមាន
អត់ស្គាល់ទេអាស្អីអត់ហ្នឹងក្រុមហ៊ុនគឺបានរៀបចំឲ្យវាទៅជាកីឡាមានការប្រកួតយកប្រាក់រង្វាន់ដែលនេះហើយគឺវាធ្វើឲ្យក្មេងលេងទាំងអស់នោះកំពុងតែវក់ដូចខ្ញុំនិយាយចឹងបើវាជាលបែងភ្នាល់អាហ្នឹងវាខូចខ្ញុំឆ្លើយហើយតើកន្លែងដែលសៀមយកបានតើវាអាចប្រគល់ឲ្យយើងវិញទេបើគេប្រគល់ឲ្យយើងវិញគេអត់ចាំបាច់យកទេចៅកុំឆោតពេកគេអត់ចាំបាច់មកយកទេបើគេប្រគល់ឲ្យយើងវិញអញ្ចឹងសូមចៅរៀនសួរសំណួរកុំឲ្យឆោតពេកណាកូនណាកុំឲ្យឆោតពេកទៅបើសៀមវាស្ដាប់លឺវារេអាចមិនជឿថាយើងល្ងងដល់ប៉ុណ្ណឹងដូច្នេះកុំរៀនសួរនៅសំណួរដែលមហាសែនឆោតណាមេការ៉ាកិច្ចការរកស៊ីរបស់កូនខ្ញុំអត់សួរដូចចៅសួរទេអត់សួរដូចក្មួយសួរទេក្មួយនៅស្រុកខ្មែរចង់ដឹងអញ្ចឹងខ្ញុំអត់ដែលសួរកូនខ្ញុំអញ្ចឹងទេពីព្រោះកូនខ្ញុំមានការសិក្សាអប់រំថ្នាក់ឧត្តមមានការងារត្រឹមត្រូវមានគំនិតមាយាទយកចិត្តទុកដាក់គ្រាន់តែចេញពីសាលាមកដល់ឥឡូវកូនខ្ញុំក៏សំលុយសំកាក់ទិញបានផ្ទះដោយអត់ចាំបាច់ចម្ពាក់គេច្រើនទេហើយក៏មានលុយសល់ហើយបង្ហាញសមត្ថភាពថាអត់លេងលបែងស៊ីសងអត់ផឹកស្រាអត់ជក់បារីអត់ភ្នាល់អត់ហក់លោតអញ្ចឹងការងារដែលកូនខ្ញុំធ្វើខ្ញុំមិនដែលសួរទេជាពិសេសនៅសហរដ្ឋអាមេរិកគេអត់សួរអញ្ចឹងទេតែមករានៅស្រុកខ្មែរចង់ដឹងអញ្ចឹងនៅនេះអត់ទេគេអត់សួរទេផ្ទៃដីកម្ពុជា189,035នៅពេលបច្ចុប្បន្នវាគ្រាន់តែជានិមិត្តរូបមែនទេអត់ទេវាមិនមែនជានិមិត្តរូបទេវាជាតួលេខផ្លូវការណាបើចៅចង់តវ៉ាតលតែចៅចេះវាស់បើចៅមិនចេះវាស់ទេគេប្រាប់ប៉ុណ្ណាគឺប៉ុណ្ណឹងហើយណាអាណាត់ស៊ូអូខេប្រទេសហុងហ្គេរីបើចង់ទៅរៀនក៏គឺល្អទៅចុះកូនរាល់ថ្ងៃរកស៊ីរបរតិចតួចនៅមានមន្ត្រីមូលដ្ឋានរករឿងទៀតខ្ញុំដូចជាអត់ទ្រាំម្ដងសុំដឺមិលរស់នៅក្រោមការជិះជាន់ត្រូវតែអត់ធ្មត់អេងលីតើមនុស្សទាំងអស់នាំគ្នាបួសដើម្បីបានទៅនិព្វានតើល្អយ៉ាងណាទេល្អចៅបន្តទៅបួសទាំងគេទៅទៀតណាល្អបាទសบายចិត្តតែតាបបួលរៀនចៅអត់ចង់ចៅចង់ទៅបួសទៅចៅទៅឥឡូវទៅមិនបាច់នៅមើលទេនាំបាបមើល show តាទៅបាបទៅបួសឥឡូវទៅបួសទៅមិថុនាការដាក់លេខអអាយ៉ែរបស់ហ៊ុនសែនថ្ងៃនេះទូរទស្សន៍សៀមផ្សាយសើចចំអកគ្រប់ប៉ុស្តិ៍វាថាយើងអន់ខ្លាំងណាស់មេដឹកនាំខ្មែរសុំលើកទង់សបណ្ដាហើយវាជាការពិតហ៊ុនសែនចោះចាញ់ទៅហើយក៏ខ្លាចអត់ហ៊ានទៅចិត្តទល់ដែរនេះខ្លាចកើតរឿងវាយគ្នាដោយសារតែគាត់ស៊ីត្រាវខុសអូខេលោកតាយល់យ៉ាងណាប្រសិនបើសាធារណៈរាស្ត្រនិយមខ្មែរមកដល់អត់មានយល់យ៉ាងណាទេរឿងហួសហើយតាគិតយ៉ាងណាចំពោះគម្រោង Artemis 2តើមានរបកកំហើញអ្វីខ្លះ Artemis 2អត់មានរបកកំហើញអីដូចចៅសួរទេ Artemis 2គឺជាជំហានទី2នៃដំណើរឆ្ពោះទៅកាន់ឋានព្រះច័ន្ទ
អញ្ចឹងបន្ទាប់ពី Artemis 2 វាមាន Artemis 3 4អីចឹងជំហានជោគជ័យរបស់គេក្នុងដំណើរទៅកាន់ព្រះច័ន្ទអត់មានរបបកំហើញដោយចៅសួរទេអូខេលោកតាអភិបាលខេត្តប្រាប់តែប៉ុន្មានលានទេចុះហេតុអ្វីជិះសុតតែឡានទំនើបចាំបាច់ឆ្ងល់អីមិនក៏មិនទៅសួរលោកតាសែនពាក់នាឡិកាតម្លៃរាប់លាននោះទៅចៅអត់ហ៊ានសួរបើចៅអត់ហ៊ានសួរចៅរៀនយល់ដឹងក្នុងខួរក្បាលហើយកុំឆ្ងល់ព្រោះឆ្ងល់គេឲ្យទៅដេកនៅព្រៃសរតើរឿងទឹកដីព្រំដែនជាមួយសៀមតើអាចបន្តពេលយូរអង្វែងយូរឬវែងលោកតាបាទលោកហ៊ុនសែននិយាយឲ្យថាអាចរាប់ឆ្នាំឬតតំណឬក៏គាត់ព្រមជាមួយសៀមដូចគាត់ព្រមជាមួយយួនហេតុអ្វីខ្មែរទទួលយកសាសនាព្រាហ្មណ៍មុនពុទ្ធសាសនាវាជាការផ្សាយមកដល់នៃអតិពលវប្បធម៌កាលណាអតិពលវប្បធម៌មកដល់មុនគេណាខ្លាំងជាងប្រជាជនមនុស្សនៅក្នុងតំបន់ហ្នឹងអនុវត្តសាសនាហ្នឹងណាងលោកតាតែខ្ញុំដឹងថាសម្ដេចមើលចូលលោកតាមើលឬមិនមើលតាអត់ដឹងទេកូនរាល់ថ្ងៃមានលោកតាម្នាក់អាចនិយាយចាញ់ពាក្យក្នុងចិត្តអូខេលោកតាខ្ញុំធ្វើការ11ឆ្នាំហើយឥឡូវចង់ចាញ់រកស៊ីលក់បាយថ្ងៃនិងយប់សូមលោកតាជួយផ្ដល់ដំបូន្មានម៉ងធ្វើទៅកូនសាក់លបងដោយប្រុងប្រយ័ត្នឲ្យខិតខំជោគជ័យតើថ្ងៃខាងមុខសម្ដេចបឯកសណ្ឋានផ្កាយ5ទៅត្រួតពិនិត្យតបដូចមុនទៀតទេបើសិនណាជាលោកហ៊ុនសែនគាត់ទៅតាមព្រំដែនស្លៀកពាក់ទាហានហើយគាត់កាន់ក្បាលមីក្រូហ្វូនប្រហែលជាទាហានសៀមវាយម្ដងទៀតភ្លាម